ចាសូមជម្រាបសួរពុកម៉ែបងប្អូនមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីរបៀបធ្វើអាំងហ៊ុនជ្រូកជាមួយនឹងបេះដូងជាមួយនឹងក្លៀនជ្រូកផងដែរចំណែកទឹកជ្រលក់គឺទឹកត្រីកោះកុងបងប្អូនចាសូមទៅតាមដានពីរបៀបធ្វើទាំងអស់គ្នាតែម្ដងទៅបងប្អូនណាចាគ្រឿងផ្សំរបស់យើងមានក្លៀនជ្រូក2ដុំមានបេះដូងជ្រូកផងដែរហើយនឹងខ្លាញ់ជ្រូកបងប្អូនខ្លាញ់ជ្រូកអ្នកលក់គាត់ថែមឲ្យបងប្អូនណា1ដុំផងដែរនិងហ៊ុនជ្រូកចំនួន1ផងដែរបងប្អូនចំណែកបន្លែរបស់យើងមានដូចជាត្រសក់ចំនួន4ផ្លែនិងសាឡាត់ចំនួន1ដុំផងដែរបងប្អូនហើយមានគល់ស្លឹកគ្រៃស្លឹកក្រូចសើចរំដេងបន្ទាប់មកយើងដាក់ដាំទឹកបងប្អូនដាក់ដាំទឹកស្ងោរសាច់របស់យើងបងប្អូនណាយើងដាក់គល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចបន្ទាប់មកទឹកពុះយើងបងសាច់ចូលតែម្ដងទៅបងប្អូនយើងស្ងោរឲ្យវាឆ្អិនផុយល្មមសិនបងប្អូនណាចាំយើងយកទៅអាំងតាមក្រោយចាយើងរំងាស់ចាមកស្វក់សិនទៅបងប្អូនចាបន្ទាប់មកសាច់របស់យើងគឺឆ្អិនល្មមហើយបងប្អូនណាផុយល្មមហើយយើងស្រង់ដាក់កញ្ច្រែងដើម្បីយកមកហាន់ប្រឡាក់តែម្ដងទៅបងប្អូនចាយើងហាន់ជាចំណិតរាងក្រាស់ៗបន្តិចទៅបងប្អូនណាចាយើងហាន់ប៉ុណ្ណឹងបងប្អូនណាព្រោះយើងយកទៅអាំងម្ដងទៀតណាបងប្អូនណាចាបន្ទាប់មកយើងបុកគ្រឿងបងប្អូនណាគ្រឿងរបស់យើងមានប្រទេសមានរំដេងមានខ្ទឹមសប៊ីចេងបន្តិចស្ករមួយស្លាបព្រាបាយបន្ទាប់មកយើងបុកគ្រឿងរបស់យើងឲ្យម៉ត់បងប្អូនបន្ទាប់ពីម៉ត់ហើយយើងយកទៅប្រឡាក់ជាមួយនឹងសាច់របស់យើងណាបងប្អូនណាតោះមកយើងកូរច្របល់វាឲ្យសព្វចូលគ្នាមកបន្ទាប់មកនេះខ្ញុំបន្ថែមទឹកស៊ីអ៊ីវបន្តិចទឹកត្រីបន្តិចផងដែរហើយបងប្អូនបើមានប្រេងខ្យងដាក់ប្រេងខ្យងថែមទៀតទៅបងប្អូនណាចំណែកនេះខ្ញុំអត់បានដាក់ទេបងប្អូននេះខ្ញុំប្រេងខ្យងអស់បាត់ទៅហើយតបមកយើងទុកបន្លែសិនណាបងប្អូនឥឡូវយើងមកបុកគ្រឿងម្ដងទៀតបងប្អូនតែយើងធ្វើទឹកត្រីកោះកុងណាបងប្អូនណាយើងអត់ដាក់ម្ដេងទេបងប្អូនដាក់គ្រឿងដូចតាម4ដែរទៅបងប្អូនហើយបន្ទាប់មកច្បាច់ក្រូចឆ្មាចំនួន2ផ្លែផងដែរហើយក្រូចឆ្មានេះក្រូចឆ្មាខ្មែររបស់យើងបងប្អូនណាគឺមានរសជាតិជូរឆ្ងាញ់ណាបងប្អូនចាបន្ទាប់ពីយើងច្របាច់ក្រូចឆ្មារួចហើយយើងបន្ថែមទឹកក្តៅបន្តិចបងប្អូនណាយើងដាក់មកល្មមទៅកុំឲ្យខាប់ពេកកុំឲ្យរាវពេកបងប្អូនណាចាបន្ទាប់មកនាងខ្ញុំបន្ថែមស្ករសកន្លះស្លាបព្រាបាយទឹកត្រីបន្តិចផងដែរបន្ទាប់មកយើងកូរច្របល់វាឲ្យរលាយគ្រឿងចូលគ្នាមកបងប្អូនណាហើយយើងភ្លក់មើលទៅបងប្អូនស្ទើរអីថែមណងទៅបងប្អូនណាតាមចំណង់ចំណូលចិត្តតោះមកនេះខ្ញុំហាន់បន្លែបងប្អូនត្រសក់របស់យើងចិតសបកឲ្យស្អាតបងប្អូនណាយើងចិតសបកខ្លះទុកខ្លះទៅបងប្អូនហើយទាំងសាឡាត់ទាំងអីយើងយកទៅលាងទឹកឲ្យស្អាតណាបងប្អូនណាឥឡូវយើងមកអាំងសាច់ម្ដងចាយើងអាំងសាច់រួចហើយយើងអាសាមើលអាសាប្រែទៅប្រែមកបងប្អូនណាកុំឲ្យខ្លោចបងប្អូនចាឥឡូវសាច់របស់យើងអាំងឆ្អិនរួចហើយយើងហាន់ជាចំណិតល្មមទៅបងប្អូនណាចាមើលទៅតំណងដែរអត់បងប្អូនបើចូលចិត្តវីដេអូនាងខ្ញុំកុំភ្លេចជួយ like ជួយ subscribe channel នាងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗរៀងរាល់ថ្ងៃអរគុណ